សួស្តីពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះដើម្បីគ្រួសារនាំបងប្អូនមកទស្សនាសកម្មភាពប្រចាំថ្ងៃរបស់ខ្ញុំគឺថាថ្ងៃនេះបានសម្លប្រហើរបុកគ្រឿងបងប្អូនណានិយាយពីថាជក់ចិត្តដិតអារម្មណ៍តែហ្មងណាយើងឃ្លានយូរដែរមិនដឹងសូវបានធ្វើហូបទេព្រោះអីសឡហ្នឹងវារៀងយូរដែរបងប្អូនណាកូនចៅអញ្ញាអញ្ញាអញ្ចឹងសូវជាមានពេលទេហើយដើរមើលជុំវិញផ្ទះទៅក៏ឃើញបន្លែជុំវិញផ្ទះហ្នឹងច្រើនដែរបងប្អូនហើយក៏ចាប់ផ្ដើមទិញត្រីគេមួយយកមកអាំងបុកគ្រឿងហើយជួននឹងក្តាប់ននងដើមននងរបស់ខ្ញុំវាអត់សូវមានផ្លែអញ្ចឹងខ្ញុំក្តិចត្រួយក្តិចអីវាឲ្យមកអស់មួយសាទៅហើយលោវាលាស់មកសាថ្មីមានក្តាប់មានអីអញ្ចឹងណាហើយបេះត្រួយននងរួចហើយក៏ចាប់ផ្ដើមមកបេះស្លឹកបាសចិត្តផ្ទះខ្ញុំហ្នឹងនៅលើដើមពិលហ្នឹងបងប្អូនហើយបានមកក្តាប់ពីក្តាប់ទៀតហើយបេះរួចហើយចាប់តាមមកបកត្រួយនងបកអីបានឡើងមកកញ្ច្រែងអ៊ុងដែរបងប្អូនហើយចាប់តាមយកទៅលាងទឹកហើយក្តាប់នងខ្ញុំបាន2ផ្លែដែរបងប្អូនហើយវាថាអត់សូវមានទេក្តាប់នឹងបេះមកអស់ហើយចាប់ដើមលាងទឹកលាងអីរួចហើយបានឡើងមកកញ្ច្រែងអ៊ុងបងប្អូនហើយវាជក់ដៃពេកបន្លែច្រើនបេះមកឡើងច្រើនមិនដឹងថាខ្ទះនឹងដាក់អស់ទេបងប្អូនថាខ្ទះទូចអញ្ចឹងណាហើយនឹងបន្លែច្រើនស្ដាយហើយដល់ពេលយើងបេះមកច្រើនហើយចោលទៅវាស្ដាយអញ្ចឹងត្រូវតែដាក់ទាំងអស់បើធម្មជាតិអញ្ចឹងឆ្ងាញ់សាហាវណាបងប្អូនហើយគ្រឿងរបស់ខ្ញុំក៏មានអីច្រើនដែរបងប្អូនហើយមានតែស្លឹកគល់គ្រៃហ្នឹងយកមកហាន់ហើយជាមួយនឹងម្សៅរបស់ខ្ញុំគឺខ្ញុំត្រាំកមកចាប់ត្រាំឲ្យរីកហើយយកមកបុកជាមួយនឹងគ្រឿងបន្ទាប់ជាបុកមួយគ្រឿងរៀងម៉ត់ដែរខ្ញុំដាក់ស្លឹកក្រូចហើយនឹងល្មៀតចូលបន្តិចមកហើយសាច់ត្រីរបស់ខ្ញុំគឺខ្ញុំមានសាច់ត្រីមួយក្បាលគឺត្រីអាំងរបស់ខ្ញុំគឺត្រីដែងបងប្អូនហើយបន្ទាប់ពីដាក់ខ្ទឹមសឲ្យម៉ត់មកគឺខ្ញុំដាក់ត្រីដែងរបស់ខ្ញុំដែលអាំងហ្នឹងចូលបុកគ្រឿងឲ្យម៉ត់ខាយអស់មកបងប្អូនហើយទឹករបស់ខ្ញុំក៏បានពុះអស់ដែរចាប់តាមជ្រុំប្រហុកហើយមិនដឹងថាខាងបងប្អូនស្លរបៀបម៉េចទេបងប្អូនគាត់ថាខាងខ្ញុំគឺត្រឡប់ពីជីទួតមកគឺស្លបែបហ្នឹងបងប្អូនហើយរសជាតិឆ្ងាញ់ណាស់ហើយបន្ទាប់ពីខ្ញុំជ្រុំប្រហុកមកគឺបន្លែរបស់ខ្ញុំមានទ្រាប់បន្តិចដែរបងប្អូនហើយទ្រាប់ហ្នឹងគឺខ្ញុំដាក់មុនដោយសារខ្លាចវាអត់ផុយអញ្ចឹងណាដាក់ទ្រាប់មកពុះមកបានខ្ញុំដាក់គ្រឿងរបស់ខ្ញុំដែលខ្ញុំបុកចូលមិញហ្នឹងគឺកិនតែហ្មងបើថាយើងមានត្រីយើងដាក់ជ្រុំប្រហុកហើយយើងដាក់ត្រីដល់ពេលយើងអត់មានត្រីសុទ្ធយើងដាក់គ្រឿងដាក់អីចូលជាមួយគ្នាអញ្ចឹងមកបន្ទាប់មកគឺខ្ញុំដាក់ស្ករប៊ីចេងចូលតាមចំណង់ចំណូលចិត្តបងប្អូនគាត់ថាប្រៃមិនឆ្ងាញ់ទេដាក់មកល្មមហើយផ្អែមពេកកុំឆ្ងាញ់ដែរមកល្មមសឡប្រហើររបស់យើងប្រហើរបុកម្សៅបងប្អូនរ៉ូឌីបន្តិចស្ករបន្តិចប៊ីចេងបន្តិចមកហើយកុំយូរឲ្យដែរបងប្អូនតែប៉ុណ្ណេះហើយឆាប់បានហូបហើយគឺថាពុះមកលំពុះហើយខ្ញុំដាក់បន្លែចូលបងប្អូនបន្លែលឹកបាសមានននោក្តាប់ននងមានតាំងពីត្រួយននងផ្ទីមានអីហ្នឹងបងប្អូនហើយដាក់ចូលឡើងពេញឆ្នាំងអ៊ុងត្មងណាហើយពុះហើយក៏បានភ្លក់ដឹងជាតិដឹងជើអស់ហើយបងប្អូនណាដាក់ចាប់ដើមដាក់បន្លែចូលឯងហើយពីណាមិនដឹងទេបងប្អូនសម្រាប់ខ្ញុំគឺថាលោបន្លែមែនតែនទោះគ្មានសាច់ក៏ដោយឲ្យតែបានបន្លែច្រើនហ្នឹងគឺថាចូលចិត្តហូបត្មងបងប្អូនហើយបន្ទាប់មកគឺខ្ញុំដាក់ននងចូលហើយនឹងបន្លែមកពុះមកខ្លះយើងដាក់អត់ពុះខ្លាចហូបទៅឈឺពោះឈឺអីចឹងណាដាក់មកពុះមកបងប្អូនណាឡើងពេញព្រៀបត្មងហើយសឡរបស់ខ្ញុំក៏បានឆ្អិនរួចរាល់អស់ដែរបងប្អូនណាហើយឡើងពេញផ្ទះអ៊ុងត្មងណាហើយសម្រាប់ខ្ញុំគឺថាមិនតាន់ហូបបាយទេគឺភ្លក់មួយចានសិនស្លដែលខ្ញុំចូលចិត្តហើយដល់ពេលយើងចូលចិត្តហូបហើយដល់ពេលស្លត្រូវមាត់អញ្ចឹងបងប្អូនណាជាតិណាហើយត្រូវនឹងក្តៅបាយក្តៅហើយនឹងម្ទេសមកគ្រាប់ពីរគ្រាប់មកបងប្អូនណាដែលសារខ្ញុំមានកូនតូចអញ្ចឹងខ្ញុំហ៊ានដាក់ម្ទេសចូលទេខ្លាចកូនហូបអត់កើតអញ្ចឹងណាពួកគាត់ហូបតែបន្លែទេហើយចាប់ផ្ដើមដួសស្លទៅហើយបងប្អូនណាទៅហូបបាយជាមួយខ្ញុំទាំងអស់គ្នាបងប្អូនស្លហ្នឹងហូបបានច្រើនណាស់បងប្អូនហើយមើលទៅបន្លែតែក៏ដឹងថាតំណងប៉ុណ្ណាដែរហើយសម្រាប់លឹកបាសខ្ញុំគឺអត់បានកាត់ទេគឺខ្ញុំក្តិចមកវាយច្អល់ដៃហ្នឹងគឺវាយមកច្អល់ដៃហ្នឹងបងប្អូនហើយដួសមកឡើងតាយតែហ្មងណា
hay mong ôn chăm mơ tầm ngoặt nhom hộp đâu có đăng tầm nồng nè ôn na dạy bị tha tầng job ở tập bao dương clean hay dương thưa hay hộp máu trâu ngoặt nông ôn na cho miên này sờ vào mà hay để sang ngày nắng tầm này bị rong chạm mong ôn na tranh mong buồn hay chuyện việc thọt việc tàu ông ôn mới nè nằm bay chạy lê sẽ cam phiêu không cua xa bao nhom ôn na xăm anh xăm lo và hà bong sầm lò bà hà bọc kêu thà tinh sầm lò một rong chạ cây hộp rồi ngày tới bông bầu na thơm mà chừng vì miền pe phơi hộp chẳng là miền tinh cây nhàn trẻ tròn hộp tới đập pe mà tới tia dương man phơi hộp nhàn chẳng có thà riêng ở bài chờ đài nắng hai vít ô chạy đồng lệ đâm bay cua xa cùng miền ấy chờ này bông bầu sẽ càng phiền bị trăm ngày và nhóm mới nào bông bầu này chui ai mẹ đai mình nhẹ môi phong bông nằm bay ai miền cầm lăng thọt vít ô bông bầu mưa ngày cào tiết ở con bông bầu tục chiều môn